ត្បូង Tourmaline Gemstone ត្បូង Tourmaline គឺជាត្បូងដ៏អស្ចារ្យនិងមានពណ៌ចម្រុះជាងគេបំផុតក្នុងចំណោមត្បូងធម្មជាតិទាំងអស់រហូតដល់គេប្រសិទ្ធនាមឲ្យវាថាត្បូងឥន្ធនូ ខាងក្រោមនេះគឺជាព័ត៌មានលម្អិតដែលមនុស្សជាច្រើនចង់ដឹងអំពីវាទី1អំពីការកកើតនិងប្រភពត្បូង Tourmaline ការកកើត Tourmaline កកើតឡើងនៅក្នុងថ្មម៉ាក់ម៉ា Igneous Rocks ប្រភេទ Pegmatites វាកកើតឡើងនៅពេលដែលទឹកក្តៅនិងឧស្ម័នដែលសម្បូរទៅដោយសារធាតុរ៉ែជ្រាបចូលទៅក្នុងប្រហោងនៃថ្មភ្នំហើយត្រជាក់ទៅវិញយឺតបង្កើតបានជាគ្រីស្តាល់ត្បូងសារធាតុគីមីផ្សេងៗដែលចូលទៅលាយឡំនៅក្នុងដំណើរការនេះហើយដែលជាអ្នកកំណត់ពណ៌របស់វាត្បូង Tourmaline មានកំណើតនៅលើផែនដីរាប់លានឆ្នាំមកហើយក៏គ្មានឯកសារណាមួយបញ្ជាក់ថាត្បូង Tourmaline ត្រូវបានកកើតនៅខាងក្រៅផែនដីដែរនោះទេត្បូង Tourmaline មានកម្រិតភាពរឹងពី 7.0 ទៅ 7.5 តាមរង្វាស់ Mohs ប្រទេសដែលមានត្បូង Tourmaline សម្បូរជាងគេគឺប្រទេសប្រេស៊ីលគឺជាប្រភពធំជាងគេបំផុតនៅលើโลกក្រៅពីនេះមាននៅតំបន់អាហ្វ្រិកដូចជានីសេរីយ៉ា ម៉ាដាហ្គាស្កា ណាមីប៊ីនៅអាហ្វហ្គានីស្ថាន ប៉ាគីស្ថាននិងសហរដ្ឋអាមេរិកតំបន់កាលីហ្វ័រញ៉ាចំណុចទី2ឈ្មោះរ៉ែនិងលក្ខណៈវិទ្យាសាស្ត្ររបស់ត្បូង Tourmaline អំពីឈ្មោះរ៉ែវាជាក្រុមរ៉ែ Borosilicate ដ៏ស្មុគស្មាញអំពីរូបមន្តគីមីរបស់ត្បូងនេះខ្ញុំមិនចេះអានទេខ្ញុំនឹងសរសេរនៅក្នុងវីដេអូនេះនៅលើអេក្រង់ជូនបងប្អូនអានដោយខ្លួនឯងខ្ញុំអត់មានជំនាញគីមីវិទ្យាទេសូម្បីតែឈ្មោះនៃប្រភេទថ្មភ្នំភ្លើងដែល Tourmaline បង្កើតនៅក្នុងវាខ្ញុំអានជាភាសាអង់គ្លេសមិនដឹងថាត្រូវឬខុសផងសូមអភ័យទោសបងប្អូនដឹងទេហេតុអ្វីការស្រាវជ្រាវរបស់ខ្ញុំអំពីត្បូង Tourmaline និងត្បូងផ្សេងៗទៀតតែងតែសរសេររូបមន្តគីមីនៅជាមួយរូបមន្តគីមីនេះហើយដែលជួយអ្នកវិទ្យាសាស្ត្រឲ្យអាចបង្កើតឬផលិតត្បូងទាំងអស់នោះបានជាលក្ខណៈសុបនិមិត្តឬយើងហៅថាត្បូងចាក់នោះសរុបមកវិញរូបមន្តគីមីដែលបង្កើតត្បូង Tourmaline មានច្រើនមែនទែនដោយសារតែវាមានសារធាតុផ្សំច្រើនបែបនេះហើយទើបវាមានពណ៌ច្រើនបែបនេះដែរយើងទៅមើលលក្ខណៈសម្បត្តិរបស់ Tourmaline មានលក្ខណៈ piezoelectric បង្កើតអគ្គិសនីពេលរងសម្ពាធនិង pyroelectric បង្កើតអគ្គិសនីពេលត្រូវកម្ដៅដែលអាចឆក់ទាញស្រូបយកកម្ទេចកម្ទីធូលីបានចំណុចទី3ចំពោះការប្រើប្រាស់ត្បូង Tourmaline ត្បូង Tourmaline ត្រូវបានគេប្រើប្រាស់ជាគ្រឿងអលង្ការដូចជាគេយកវាទៅច្នៃធ្វើជាចិញ្ចៀនខ្សែកនិងក្រវិលត្បូង Tourmaline ពណ៌ផ្កាឈូក Rubellite និងពណ៌បៃតងអាពីរពណ៌នេះវាមានតម្លៃថ្លៃចំពោះការប្រើប្រាស់នៅក្នុងវិស័យឧស្សាហកម្មវិញ Tourmaline ដោយសារសមត្ថភាពអគ្គិសនីរបស់វាគេប្រើប្រាស់វាក្នុងឧបករណ៍វាស់សម្ពាធខ្លាំងនិងឧបករណ៍បច្ចេកវិទ្យាមួយចំនួនចំណុចទី4ត្បូង Tourmaline ត្រូវបានតារាល្បីៗនិងបុគ្គលសំខាន់ៗមួយចំនួនបានប្រើប្រាស់វាឧទាហរណ៍ដូចជាម្ចាស់ក្សត្រី Empress Dowager Cixi នៅប្រទេសចិនគាត់គឺជាអ្នកដែលស្រឡាញ់ត្បូង Tourmaline ពណ៌ផ្កាឈូកបំផុតរហូតដល់បញ្ជាទិញរាប់តោនពីសហរដ្ឋអាមេរិកក្នុងសម័យនោះ Hailey Bieber ត្រូវបានគេប្រទះឃើញពាក់ក្រវិលត្បូង Tourmaline ពណ៌ផ្កាឈូកដ៏ធំនិងស្រស់ស្អាត Jennifer Aniston និង Scarlett Johansson ជារឿយៗពួកគេតែងតែពាក់គ្រឿងអលង្ការត្បូង Tourmaline ជាពិសេសប្រភេទ Paraiba ដែលមានពណ៌ខៀវទឹកសមុទ្រថ្លាពណ៌នេះហើយដែលជាពណ៌ថ្លៃបំផុតពួកគេពាក់វានៅពេលដែលមានកម្មវិធីធំដែលតម្រូវឲ្យដើរនៅលើកម្រាលព្រំពណ៌ក្រហមក៏មានតារាល្បីៗផ្សេងទៀតដែរច្រើនតែជ្រើសរើសត្បូងនេះព្រោះវាមានពណ៌ប្លែកៗដែលមិនងាយជាន់គ្នានិងមានភាពស្រស់ឆើតឆាយចំពោះបញ្ហាមួយទៀតដែលយើងតែងតែនិយាយអំពីត្បូងផ្សេងៗដែលយើងប្រើប្រាស់តើវាមានគុណប្រយោជន៍អ្វីដល់សុខភាពរបស់យើងចំពោះវិស័យសុខភាពមនុស្សមួយចំនួនជឿថាត្បូង Tourmaline ជួយបណ្ដេញជាតិអ៊ីយ៉ុងអវិជ្ជមានចេញពីរាងកាយរបស់យើងដែលជួយឲ្យអ្នកប្រើប្រាស់កាត់បន្ថយ stress និងជួយឲ្យគេងលក់ស្រួលឥឡូវនេះយើងនិយាយចំពោះតម្លៃត្បូង Tourmaline វិញត្បូង Tourmaline គឺមានតម្លៃខ្ពស់ទាបខុសគ្នាយ៉ាងច្រើន
ដោយសារតែវាមានពណ៌និងគុណភាពរបស់វាខុសៗគ្នាដែរតម្លៃគឺគិតចាប់ពី$100ឡើងទៅរហូតដល់$10,000ឬលើសទៅទៀតក្នុង1ការ៉ាត់ប្រសិនបើវាមានភាពថ្លានិងពណ៌ដ៏ល្អប្រទេសដូចជាប្រេស៊ីលនិងអាហ្វ្រិកជាដើមជាផ្នែកដ៏សំខាន់នៃការផលិតនិងជាប្រទេសដែលនាំចេញត្បូង Tourmaline ទៅទីផ្សារក្នុងលោកសម្រាប់តម្លៃលម្អិតយើងអាចពិចារណាទៅលើប្រភេទពណ៌និងទម្រង់គ្រីស្តាល់ផ្សេងៗដើម្បីដឹងតម្លៃជាក់ស្ដែងខ្ញុំសង្ខេបអំពីត្បូង Tourmaline ចប់ហើយមានគំនិតយ៉ាងណាចង់បានត្បូង Tourmaline សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនឬសម្រាប់ជូនទៅអ្នកជាទីស្រឡាញ់ដែរឬទេប្រសិនបើមានសូមចូល comment ខាងក្រោមហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតបើមានការខុសឆ្គងដោយពាក្យពេចន៍ជាពិសេសខ្ញុំសម្រាប់ភាសាអង់គ្លេសមិនសូវពូកែទេសូមអធិស្ឋានឲ្យខ្ញុំផងសូមអរគុណយើងជួបគ្នានៅវីដេអូក្រោយកុំភ្លេច Subscribe ផងណា